ហ៊ានឈុតខ្មៅថៃមួយក្រុមបានធ្វើការស្ទាក់ពលករខ្មែរដែលពួកគាត់ត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញទាហានសៀមមួយក្រុមពិតជាប្រៃផ្សៃមែនស្ត្រីខ្មែរម្នាក់ត្រូវបានទាហានឈុតខ្មៅសៀម7នាក់ចាប់រំលោភបោកពេលត្រឡប់មកដល់ជិតព្រំដែនខេត្តបាត់ដំបងនារីពលករខ្មែរម្នាក់ក្នុងចំណោមពលករប្រុសស្រីជាង10នាក់ត្រូវបានក្រុមទាហានឈុតខ្មៅដ៏ឃោរឃៅរបស់សៀមយ៉ាងតិច7នាក់ចាប់នាងរំលោភបោកពេលពួកគេធ្វើដំណើរត្រឡប់ពីប្រទេសសៀមមកកាន់ប្រទេសកំណើតវិញហើយថៃថែមទាំងវាយធ្វើទរណកម្មពលករប្រុសៗនិងប្លន់យកទូរស័ព្ទនិងលុយកាក់អស់គ្មានសល់នេះបើតាមប្រភពព័ត៌មានពីមន្ត្រីព្រំដែនតាមការសេចក្តីរាយការណ៍ទង្វើដ៏ឃោរឃៅរបស់ពួកទាហានសៀមប្រព្រឹត្តខាងលើនេះបានកើតឡើងនៅយប់ថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025ខណៈដែលក្រុមពលករខ្មែរធ្វើដំណើរវិលត្រឡប់ពីស្រុកសៀមមកជិតដល់ព្រំដែនខ្មែរសៀមឈុំនឹងស្រុកគំរៀងខេត្តបាត់ដំបងក្រុមពលករខ្មែរមានចំនួន13នាក់ក្នុងនោះមានស្រីចំនួន6នាក់និងក្មេងតូចម្នាក់ផងប្រភពដដែលបានប្រាប់ថាក្រុមពលករខ្មែរទាំងនេះបានឆ្លងអូរព្រំដែនចូលមកកាន់ប្រទេសកំណើតវិញនៅម៉ោងប្រហែល10យប់ថ្ងៃទី15ខែវិច្ឆិកាតាមច្រករបៀងមួយកន្លែងក្បែរប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយជែកស្ថិតក្នុងភូមិស្វាយឃុំបឹងរាំងស្រុកគំរៀងពោក្រុមពលករខ្មែរទាំង13នាក់បានឆ្លងអូរព្រំដែនរួចផុតពីក្រញាំដៃពួកទាហានសៀមក្រោយពេលពួកទាហានសៀមវាយធ្វើទរណកម្មនិងចាប់រំលោភលើនារីខ្មែរម្នាក់យ៉ាងឃោរឃៅនារីខ្មែរដែលត្រូវក្រុមទាហានឈុតខ្មៅសៀមចំនួន7នាក់រួតគ្នាចាប់រំលោភនាងនោះឈ្មោះថសហអាយុ18ឆ្នាំក្រុមពលករខ្មែរទាំងនោះមិនបានចាំឬស្គាល់ចំណុចដែលក្រុមទាហានសៀមចាប់វាយធ្វើបាបទេប៉ុន្តែពួកគេនិយាយថាទង្វើដ៏សាហាវប្រៃផ្សៃរបស់ពួកទាហានសៀមបានកើតឡើងនៅក្នុងទឹកដីសៀមពេលពួកគេធ្វើដំណើរតាមរថយន្តមកជិតដល់ព្រំដែនខ្មែរសៀមតាមការស្រង់សម្ដីពីក្រុមពលករខ្មែរបានរៀបរាប់ពីទង្វើប្រៃផ្សៃរបស់ពួកទាហានសៀមថាពេលធ្វើដំណើរមកដល់ចំណុចកើតហេតុពួកទាហានឈុតខ្មៅបានកាក់រថយន្តដែលពួកគេជិះហើយឲ្យចុះនាំពួកគេទៅសាកសួរជាមួយនឹងការសួរនាំពួកទាហានសៀមបានវាយធ្វើបាបលើពលករខ្មែរទាំងអស់ជាពិសេសពលករប្រុសៗត្រូវពួកវាវាយធ្វើទរណកម្មយ៉ាងសាហាវឃោរឃៅពួកវាវាយផងទាត់ផងធាក់ផងនិងថែមទាំងអុកនឹងស្វាយកំភ្លើងទៀតប្រភពដដែលបានស្រង់សម្ដីពីពលករទៀតថាស្របពេលដែលពួកទាហានសៀមកំពុងវាយធ្វើទរណកម្មលើពួកគេស្រាប់តែពួកវាបានអូសនារីវ័យក្មេងម្នាក់ជនរងគ្រោះខាងលើយកទៅចាប់រំលោភយ៉ាងឃោរឃៅបំផុតដែលមានគ្នាយ៉ាងតិចចំនួន7នាក់បានចាប់រំលោភលើនាងក្រុមពលករបានបញ្ជាក់ថាក្រោយពីវាយធ្វើបាបពលករខ្មែរអស់ចិត្តពួកទាហានសៀមបានប្លន់យកលុយពីក្រុមពលករអស់ប្រមាណ6000បាតនិងទូរស័ព្ទចំនួន4គ្រឿងទើបពួកគេដោះលែងឲ្យបន្តដំណើរឆ្លងអូរព្រំដែនទាំងកណ្ដាលយប់ត្រឡប់ចូលដីខ្មែរវិញពលករខ្មែរទាំង13នាក់ខាងលើនេះត្រូវបានកម្លាំងនគរបាលការពារព្រំដែនប្រចាំប៉ុស្តិ៍ស្វាយជែកសហការជាមួយនឹងកម្លាំងយោធាការពារព្រំដែននៅតំបន់នោះទទួលនិងនាំយកទៅប្រគល់ជូនក្រុមការងារមណ្ឌលទទួលពលករប្រចាំស្រុកគំរៀងក្រោយបញ្ចប់ការសួរនាំបឋមនៅប៉ុស្តិ៍ព្រំដែនមន្ត្រីដែលទទួលបន្ទុកការងារនេះបានប្រាប់ដែរថាក្រោយបានសួរនាំក្រុមពលករទាំងនោះក្រុមការងារបានបញ្ជូនក្រុមពលករជាមួយនឹងនារីជនរងគ្រោះផងទៅកាន់មណ្ឌលសុខភាពហើយដើម្បីពិនិត្យសុខភាពពួកគេជាពិសេសនារីរងគ្រោះដែលត្រូវក្រុមទាហានសៀមបានចាប់រំលោភនាងបោកបាទបងប្អូនអរគ្នាអញ្ចឹងព័ត៌មាននេះកាលពីថ្ងៃទី15ខែវិច្ឆិកាកាលពីម្សិលមិញបងប្អូនបាទទាហានសៀមឈុតខ្មៅមានគ្នាចំនួន7នាក់បានចាប់រំលោភបោកមកលើពលករខ្មែរជនរងគ្រោះមានអាយុ18ឆ្នាំបងប្អូនបាទគិតទៅគឺជាទង្វើមួយដ៏ឃោរឃៅបាទទង្វើមួយដែលប្រជាជនខ្មែរស្អប់ខ្ពើមបាទជាទង្វើមួយគួរឲ្យថោកទាបខ្លាំងមែនទែនដែលទង្វើរបស់ទាហានសៀមនេះធ្វើមកលើពលករខ្មែរបាទ
អើយបងប្អូនចឹងហើយខ្ញុំសូមឲ្យបងប្អូនពលករខ្មែរយើងទាំងអស់ដែលនៅក្នុងប្រទេសថៃសូមមានការប្រុងប្រយ័ត្នពេលបងប្អូនធ្វើដំណើរទៅណាមកណាក៏ដោយនៅក្នុងប្រទេសក៏ដោយបងប្អូនបាទពេលយើងចាក់ចេញពីប្រទេសថៃក៏ដោយត្រូវមានការប្រុងប្រយ័ត្នយើងមិនអាចមើលឃើញទេទង្វើសៀមដ៏ថោកទាបនេះបងប្អូនបាទគឺពួកវាបានធ្វើមកលើប្រជាជនខ្មែរយើងដល់ព្រៃផ្សៃនេះបាទអញ្ចឹងព័ត៌មាននេះគឺយើងមានតែប៉ុណ្្នេះបងប្អូនហើយនារីរងគ្រោះក៏បានមកដល់ប្រទេសយើងវិញហើយដែរបងប្អូនបាទចំនួនទាំងអស់គឺ13នាក់មានតាំងពីក្មេងមានតាំងពីប្រុសហើយមនុស្សធំបាទបងប្អូនបាទអញ្ចឹងវីដេអូនេះគឺយើងមានតែប៉ុណ្្នេះបងប្អូនអរគុណច្រើនហើយកុំភ្លេចជួយចុច share វីដេអូរបស់ខ្ញុំម្នាក់មួយទៅបងប្អូនបាទហើយកុំភ្លេចជួយចុច subscribe YouTube របស់ខ្ញុំមួយផង